កម្លាំងជំនាញព្រំប្រទានខេត្តកំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់នៅស្រុកពញាក្រែកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅលើផ្លូវក្រាលគ្រួសក្រហមស្ថិតក្នុងភូមិត្រពាំង ប្លង់ទី 2 ឃុំត្រពាំង ប្លង់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃទី 6 ខែមេសាឆ្នាំ 2025 ម្សិលមិញនេះសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណមានស្នាមរបួសត្រង់ក្បាលផ្នែកខាងឆ្វេងស្លៀកខោខើបយពណ៌ខៀវពាក់អាវសាច់ក្រណាត់ដៃខ្លីផ្កាពណ៌ប្រផេះមានកម្ពស់ 1.70 ម៉ែត្រ សម្បុរស្រអែមចំណែកជនល្មើសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេមានគ្នាប្រមាណ 3 ទៅ 4 នាក់តាមដំណើររឿងនៅវេលាខាងលើប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំង ប្លង់បានទទួលព័ត៌មានពីលោកមេភូមិត្រពាំង ប្លង់ទី 2 ឃុំត្រពាំង ប្លង់រាយការណ៍មកថាមានប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុសមួយនាក់ជនជាតិខ្មែរស្លាប់នៅលើផ្លូវលំក្រាលគ្រួសក្រហមចំណុចស្ពានអន្លង់ប្លង់ស្ថិតនៅភូមិត្រពាំង ប្លង់ 2 ឃុំត្រពាំង ប្លង់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្មនៅទីតាំងផ្សេងយកមកទម្លាក់ចោលនៅទីនេះបច្ចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់ទុកនៅកន្លែងរក្សាសពនៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកដើម្បីប្រកាសរកសាច់ញាតិនិងបំពេញសំណុំរឿងតាមនីតិវិធីនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរិសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ